រឿងខ្មោចនៅភ្នំក្រវាញ់នៅភូមិតូចមួយឈ្មោះភ្នំក្រវាញ់ដែលហ៊ុំព័ទ្ធដោយព្រៃក្រាស់និងភ្នំខ្ពស់មានរឿងរ៉ាវខ្មោចមួយដែលគេនិយាយគ្នារាល់រាត្រីព្រះច័ន្ទពេញវង្សបុរសវ័យក្មេងម្នាក់ឈ្មោះសុខាបានត្រឡប់មកផ្ទះចាស់របស់គាត់បន្ទាប់ពីឪពុកម្ដាយស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍អាថ៌កំបាំងគាត់មកតែម្នាក់ឯងសង្ឃឹមរស់នៅស្ងប់ស្ងាត់ប៉ុន្តែភូមិនេះលាក់អាថ៌កំបាំងសុខាអង្គុយនៅមុខរោងស្ដាប់ខ្យល់បក់តាមស្លឹកឈើស្រាប់តែសំឡេងស្រែកសក់ជាស្ត្រីបន្លឺឡើងពីព្រៃសុខាមកជួយខ្ញុំអ្នកណាហេតុអ្វីហៅឈ្មោះខ្ញុំឈ្មោះលីណាខ្ញុំស្លាប់នៅទីនេះកាលពី8ឆ្នាំមុនគេសម្លាប់ខ្ញុំហើយលាក់សាកសពនៅក្នុងរោងភ្នំសុខាអ្នកជាកូនប្រកាសរបស់ខ្ញុំមិនអាចទេម៉ែខ្ញុំស្លាប់ក្នុងគ្រោះថ្នាក់នោះជារឿងคล้ายคล้ายឪពុកអ្នកគាត់ជាឃាតករគាត់សម្លាប់ខ្ញុំព្រោះខ្ញុំចង់បីគ្នាគាត់យកអ្នកទៅចិញ្ចឹមហើយប្រាប់អ្នកថាខ្ញុំស្លាប់ក្នុងគ្រោះថ្នាក់ជួយខ្ញុំរកយុត្តិធម៌សុខាញ៉ារប៉ុន្តែគាត់សម្រេចចិត្តជឿគាត់តាមលីណាចូលរោងភ្នំនៅទីនោះគាត់ឃើញក្រុងឆ្អឹងមួយនិងក្រដាសចាស់មួយសន្លឹកសរសេរដោយឪពុកគាត់ខ្ញុំសុំទោសខ្ញុំខ្លាចបាត់បង់កូនទើបសម្លាប់នាងស្រាប់តែខ្យល់បក់ខ្លាំងរូបភាពលីណាបបាត់ទៅក្នុងអបព្រឹកស្អែកសុខាបានប្រាប់ប៉ូលីសនឹងរកឃើញផោះតាំងបន្ថែមឪពុកគាត់ត្រូវបានចាប់ខ្លួនហើយចាប់ពីថ្ងៃនោះសំឡេងស្រែកនៅភ្នំក្រវាញ់បានស្ងាត់ទៅវិញ